ក្រុមស្គីវកំពុងតែល្បីនៅក្នុងបណ្ដាញសង្គម TikTok ខ្លះថាមានខ្មោចខ្លះថាខ្មោចទិញនៅពេលនេះម្ចាស់ផ្ទះចេញបញ្ជាក់ច្បាស់ហើយថាបើនឹងដាក់ភាពមិនដឹងចំពោះករណីមួយនេះផងដែរបាទមួយរយៈចុងក្រោយនេះគេក៏បានឃើញនៅបណ្ដាញសង្គម TikTok បានមានការផ្ទុះខ្លាំងមែនទែនទៅលើផ្ទះមួយខ្នងដែលម្ចាស់ផ្ទះទុកចោលហើយផ្ទះមួយខ្នងនេះត្រូវបានក្មេងៗសាសាឡាជាច្រើនអ្នកបានចូលទៅថតលេងដោយល្បីតាមគ្នាថាផ្ទះនោះត្រូវបានខ្មោចទិញនិងខ្លះទៀតថាផ្ទះនោះមានខ្មោចជាដើមបើចំណាមិញពីមួយថ្ងៃទៅមួយថ្ងៃឃើញកាន់តែល្បីខ្លាំងទៅនោះពាក់ព័ន្ធទៅនឹងករណីផ្ទះទុកចោលមួយខ្នងនេះត្រូវបានកូនម្ចាស់ផ្ទះបង្ហោះលើបណ្ដាញសង្គម Facebook ដោយបញ្ជាក់ប្រាប់ថាបាទក្នុងនាមខ្ញុំជាកូនម្ចាស់ផ្ទះសូមជម្រាបជូនទៅដល់អ្នកដែលថាផ្ទះខ្ញុំខ្មោចទិញខមមិនដាក់ទំនាយគ្រួសារខ្ញុំថាគ្រួសារខ្ញុំស្លាប់ទាំងអស់បាទទាំងគ្រួសារបាទហើយអ្នកខ្លះក៏ថតផ្ទះខ្ញុំនិយាយបាទចំអកលើយគ្មានការអនុញ្ញាតពីគ្រួសាររបស់ខ្ញុំនៅក្នុងពេល24ម៉ោងលោកវីដេអូបានថតផ្ទះរបស់ខ្ញុំហើយចេញហើយសំទោសបាទសាធារណជនដល់គ្រួសាររបស់ខ្ញុំផងបើ24ម៉ោងហើយនោះខ្ញុំមិនឃើញเพจមួយណាក៏ account មួយណាដែលបានផុសផ្ទះរបស់ខ្ញុំមិនលុបវីដេអូនោះទេខ្ញុំនឹងដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់សូមអរគុណពីខ្ញុំកូនម្ចាស់ផ្ទះបាទជួយ share ឲ្យម្ចាស់ page និងម្ចាស់ account ដែលបានផុសរូបផ្ទះរបស់ខ្ញុំនឹងឲ្យបានឃើញហើយឲ្យគាត់លុបជាបន្ទាន់ក្នុងរយៈពេល24ម៉ោងបាទនេះជាតែពិតជាហួសចិត្តដែរបងប្អូនបាទមិនទាន់ដឹងសាវតាផ្ទះនឹងអាបាច់អាមាទេបើនាំគ្នាថាផ្ទះនឹងម្ចាស់ផ្ទះស្លាប់អស់ហើយខ្មោចទិញណានៃមានខ្លះទៀតមានថាផ្ទះហ្នឹងគឺមានខ្មោចអីទៅបាទតាមពិតទៅគឺផ្ទះហ្នឹងគឺបាទកូនរបស់ម្ចាស់ផ្ទះក៏បានបង្ហាញនិងរៀបរាប់ដូចខាងលើនេះអញ្ចឹងគឺផ្ទះនេះគឺគ្មានខ្មោចណាទិញឬក៏ម្ចាស់ផ្ទះក៏មិនមានការស្លាប់ដែរបាទនេះជាតែពិតជាហួសចិត្តណាបងប្អូនបាទហើយមួយវិញទៀតហ្នឹងគឺតាមខ្ញុំដឹងបាទគឺទៅសួរឬក៏ស្រាវជ្រាវព័ត៌មានហ្នឹងគឺផ្ទះហ្នឹងគឺស្ថិតនៅក្នុងភូមិតំពាំងត្របែកឃុំរងរឿងស្រុកថ្ពងខេត្តកំពង់ស្ពឺបាទហើយចំពោះព័ត៌មានដែរគឺមានតែប៉ុណ្ណេះទេបាទសូមអរគុណសូមជម្រាបលា